ពិធីចិញ្ចឹមមាន់ណាបងប្អូនកន្លែងយើងជាអៀតមាន់ណាដែលយើងចង់ទុកធ្វើបាពូជអីចឹងយើងធ្វើចឹងទៅកន្លែងចឹងទៅមើលតាម1.2 ម៉ែត្រឯងយើងបានមាន់2ចំណាយធ្វើត្រង់ដល់1.2 ម៉ែត្រយើងបានមាន់2អញ្ចឹងណាអញ្ចឹងអស់តែ2 ម៉ែត្រជាងឯងកន្លែងយើងទូយើងបានមាន់4ហើយការដាក់ចំណីចឹងបងប្អូននេះបើយើងដាក់ក្នុងយើងធ្វើក្នុងវាអាចចឹកអាចជ្រុះអាចអីពិបាកយើងដាក់ចឹងមកយើងដាក់មកហ្នឹងឃើញទេខោក្រៅចឹងមកដាក់ចំណីវាចឹងទៅនឹងអានេះមាន់យើងទុកធ្វើជាបាពូជអីព្រោះវាធំល្អណាធំល្អអញ្ចឹងយើងទុកវានឹងអានេះហើយមាន់ដល់ពេលវាជំរុះរោមមករោមពេញរោមមកវិញរឹតតែខ្លាំងបាទជន់មេខ្លាំងតែប្រភេទមាន់ជល់ក៏រឹតតែខ្លាំងដែរព្រោះថាវាពេញអាយុវាល្អហើយបើមាន់យើងសម្រាប់ទុកប្រកាត់ពូជវិញអូខ្លាំង